ស្ដីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូតាក់ទងទៅនឹងការធ្វើជាសភៅបញ្ជីខ្ចីសភៅសម្រាប់សិស្សអញ្ចឹងទី1លោកគ្រូអ្នកគ្រូចូលទៅកន្លែងផ្នែករដ្ឋបាលមកហើយលោកគ្រូអ្នកគ្រូចុចយកកន្លែងបញ្ជីខ្ចីសភៅហ្នឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានបញ្ចូលព័ត៌មានគ្រូនិងព័ត៌មានសិស្សរួចបញ្ជីហ្នឹងនឹងដំណើរការស្វ័យប្រវត្តិហើយលោកគ្រូអ្នកគ្រូអាចបញ្ចូលសភៅបានក្នុងករណីដែលយើងមើលក្នុងនេះវាមានតែប្រមាណក្បាលប្រមាណមុខវិជ្ជាហ្នឹងក្នុងករណីដែលគ្រូចង់បន្ថែមលោកគ្រូអាចព្រីនវាមួយសន្លឹកហើយលោកគ្រូអាចបន្ថែមបានឧទាហរណ៍ដូចជាមុខវិជ្ជាទី1លោកគ្រូចង់បន្ថែមមុខវិជ្ជា A សភៅ A បាទទី2សភៅ B បាទសភៅ C អញ្ចឹងមកបាទហើយលោកគ្រូអាចបោះពុម្ពមកហើយអាចឲ្យសិស្សចុះហត្ថលេខាបានអញ្ចឹងលោកគ្រូអាចព្រីនវាជាសភៅបានដោយយើងព្រីនវារៀងច្រើនសន្លឹកតិចមកហើយតើតើនឹងផ្នែកតារាងថ្ងៃទីនេះវាចាប់យកកន្លែងព័ត៌មានគ្រូដោយស្វ័យប្រវត្តិហើយករណីដែលលោកគ្រូចង់លាក់អាតារាងដែលនៅសល់ហ្នឹងលោកគ្រូគ្រាន់តែចុចយកពាក្យ Hi លាក់កន្លានេះមកអាកន្លាហ្នឹងវានឹងលាក់ដោយស្វ័យប្រវត្តិ